កូនខ្មែរយើងឥឡូវអស់ចាមែនទែនមកបងប្អូននិយាយពីថាសម្ដែងបោះភ្លើងបានល្អហួសប៉ុន្តែនៅពីក្រោយការសម្ដែងបោះភ្លើងហ្នឹងបងប្អូនដឹងថាមិនអត់ពីថាគាត់រលាកដៃរលាកជើងអ្នកខ្លះទៀតរលាកដល់ខ្លួនក៏មានដែរបងប្អូនហើយសម្ដែងឲ្យលំបែកញុះជោគលាកដៃហ៎បងបងវិខ្សែមកកាត់ដៃចាហមអូលាត់អស់លេងកាត់បន្តិចបកែបងបកែឃើញអត់ដោយសារតែមានការលើកទឹកចិត្តពីបងប្អូននៅខាងខេត្តបាត់ដំបងធ្វើឲ្យពួកគាត់មានទឹកចិត្តក្នុងការសម្ដែងខ្លាំងមែនទែនហ្មងក្រៅពីការសម្ដែងបោះភ្លើងរបស់បងនិងបងប្អូននៅសាលាហ្វាពន្លឺសិល្បៈក៏មានការសម្ដែងពីបងប្អូនបរទេសដែរបងប្អូននេះគឺគាត់ជនជាតិបរទេសណាប្រហែលថ្ងៃមុននោះគេមានដើរលើខ្សែលើអីចឹងទៅប៉ុន្តែថ្ងៃនេះបងប្អូនគឺសម្ដែងប្លែកមែនទែនហើយខ្ញុំមិនដឹងថាមូលហេតុអីបានពួកគាត់មកសម្ដែងនៅត្រង់វាមានឯករាជ្យក្រុងបាត់ដំបងឯងបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាបានដឹងថាមូលហេតុអីបានគេមកសម្ដែងហើយមានមនុស្សទៅមើលច្រើនកកអញ្ចឹងចាំជួយ comment ប្រាប់ខ្ញុំផងដោយសារតែខ្ញុំមិនដឹងថាព្រឹត្តិការណ៍អីគេបងប្អូនហើយដល់ពេលបានជិះកាត់ទៅនិយាយពីថាប្លែកមែនទែនហើយល្អមើលហាក់បីដូចជារត់ទៅរកអតីតកាលវិញអញ្ចឹងណាបងប្អូនរបៀបថាគេលេងសៀកលេងអីហើយយើងនាំគ្នាអង្គុយមើលអញ្ចឹងណាត្រង់ថាពីដើមភាគច្រើនគឺគេសម្ដែងជាមួយនឹងស្វាសម្ដែងជាមួយនឹងពស់អីចឹងទៅតែសម័យឥឡូវគេសម្ដែងបែបប្លែកហើយសូម្បីតែខ្ញុំក៏អង្គុយមើលគេឡងផ្លឹកដែរបងប្អូនដោយសារតែការសម្ដែងរបស់គាត់គឺប្លែកមែនទែនហាក់ដឹងថាជនជាតិអីប្រកាសតែខ្ញុំមើលទៅដូចស្តៀងជប៉ុនបន្តិចអីទីការសម្ដែងរបស់គាត់នឹងគាត់ចាក់បទបារាំងជាប់ហ្មងដល់ពេលអញ្ចឹងអត់ដឹងថាជប៉ុនឬក៏បារាំងឯងដល់ពេលបានមកឃើញការសម្ដែងរបស់កូនខ្មែរយើងដែលគាត់បោះភ្លើងបងប្អូនឡងភ្ញាក់ផ្អើលហ្មងអ្នកម្នាក់ដែលថាឈរមើលជុំវិញហ្នឹងគឺថាហោឲ្យពួកគាត់ដល់ដឹងខ្លួនបងប្អូនទាំងគេទាំងខ្ញុំរបៀបនេះថាអ៊ូយ surprise មែនរបៀបថាពួកគាត់សម្ដែងបានល្អមែនទែនហ្មងណានេះបងប្អូនកុំឃើញតែកវីភ្លើងរបៀបហ្នឹងគាត់ថាងាយស្រួលគាត់ឲ្យលួយឲ្យលាកដៃឬសារតែកវីរបៀបហ្នឹងឯងលឹកគិតជាមួយនឹងខ្សែផងប៉ះជាមួយនឹងភ្លើងផងបងប្អូនអើយរលាកខ្លួនផងរលាកដៃផងអីចឹងទៅមិនមែនស្រួលទេរបរមួយនេះមិនថារាល់ការសម្ដែងក្នុងករណីរបៀបនេះបងប្អូនគឺគ្រោះថ្នាក់មែនទែនអញ្ចឹងហើយយើងចូលរួមគ្រប់គ្រងទៅនិយាយពីថាខ្ញុំមើលបដាហោបដាឡងផ្លឹកមកបងប្អូននិយាយពីទៅសើសមត្ថភាពគេមែនទែនហ្មងណាអូនខាងនេះវិញនិយាយពីថាបកែខ្លួនប្រាណគាត់រវត់រវន់កវីជាមួយនឹងភ្លើងចឹងទៅនិយាយពីសមមែនទែនហ្មងបងប្អូនភ្លើងនេះមិនដឹងថាឈ្មោះអីគេទេបងប្អូនអើយគ្រាន់តែដឹងថាគាត់កវីទៅគឺថាបានស្អាតខ្លាំងមែនទែនខ្ញុំចង់ឲ្យឃើញព្រឹត្តិការណ៍របៀបហ្នឹងកើតឡើងទូទាំងប្រទេសកម្ពុជាបងប្អូនកុំឲ្យហត់ជិះទៅបាត់ដំបងចឹងណាពេលខ្លះអ្នកខេត្តឆ្ងាយគាត់ពិបាកនឹងជិះមកខេត្តផ្សេងដែរបងប្អូនដូចខ្ញុំចឹងនៅដល់ប្រទេសមានជ័យឲ្យខំតស៊ូដើម្បីជិះទៅមើលចឹងទៅជាមានព្រឹត្តិការណ៍របៀបហ្នឹងកើតឡើងនៅខេត្តរបស់យើងហ្មងគឺស្រួលទេព្រោះអីនៅចិត្តផ្ទះនៅចិត្តស្រុកអីចឹងយើងអាចឡើងទៅមើលបានងាយស្រួលអីចឹងទៅដល់ពេលនៅឆ្ងាយចឹងទៅរៀងពិបាកឡើងទៅមើលដែរបងប្អូនតែអត់អីទេយ៉ាងណាក៏ខ្ញុំពុះពៀទៅមើលនៅខេត្តបាត់ដំបងបានដែរបងប្អូនដោយសារតែបាត់ដំបងហើយប្រទេសមានជ័យនៅចិត្តគ្នាបង្កើអញ្ចឹងណាហើយកន្លែងនេះវិញបងប្អូនអើយយើងធ្លាប់តែលោតអន្ទាក់នឹងកស៊ូនឹងខ្សែធម្មតានឹងវ៉អីចឹងទៅប៉ុន្តែពួកគាត់លេងដុតភ្លើងហើយនាំគ្នាលេងលោតអន្ទាក់មកបងប្អូនឃើញហើយនិយាយពីថាការលោតរបស់ម្នាក់សុទ្ធតែប្លែកហើយខ្ញុំនិយាយពីស្រាវខ្លាំងមែនទែនហ្មងត្រង់ថាខ្លាចតែភ្លើងនឹងវាផ្លាត់មកប៉ះអាវឆេះខ្នងឆេះអីបងប្អូនដឹងស្រាប់ហើយភ្លើងឆេះតែបន្តិចគឺវាឆេះរោលរៀលហ្មងកាលណាវាឆេះតែបន្តិចមកហើយគឺស្បែកយើងចាប់ផ្ដើមមកលួយទៅតាមវាភ្លាមមិនបាច់ចាំឆេះយូរទេបងប្អូនអើយពេលលោតអន្ទាក់ហើយលេងដុតកងលោតយកមកបងប្អូនអាកន្លែងនេះកាន់តែរន្ធត់ខ្លាំងទៀតដោយសារតែភ្លើងនោះគឺវាឆេះធន់ធ្វើខ្លាំងមែនទែនហ្មងណាបងប្អូនអ្នកចូលរួមគ្រប់គ្រងទស្សនានិយាយពីថាច្រើនកកមែនទែននៅវាមានឯករាជ្យក្រុងបាត់ដំបងហ្នឹងឯងបងប្អូននេះឃើញដល់ពេលបំបីជួចមកនិយាយពីថាអូយមនុស្សច្រើនខ្លាំងណាស់ម្នាក់ដែលគាត់មើលឲ្យសុទ្ធតែសរសើរសមត្ថភាពអ្នកសម្ដែងទាំងអស់គ្នាមកបងប្អូនឲ្យគាត់រលាកភ្លើងចឹងទៅនេះមានបងអូនស្រីគាត់យកកង្ហាលយកអីមកដាក់ឲ្យនិយាយទៅគាត់លើកទឹកចិត្តខ្លាំងមែនទែនហ្មងទាំងគេទាំងយើងឃើញរបៀបហ្នឹងសរសើរអត់បានទេបងប្អូន